ដោយតែគ្នាយើងបានឃើញចឹងនៅចុងភាគ146 Valin ក៏បានបញ្ជាសិនកងហត្ថធ្វើដំណើរចាក់ចេញទៅចំណែកខ្លួនរបស់គេបន្តការវឹកហាត់យ៉ាងណាមិញកម្រិតរបស់ Valin នៅពេលនេះត្រឹមតែកម្រិតទី7ដំណាក់កាលកណ្ដាលតែប៉ុណ្ណោះដើម្បីអាចធ្វើដំណើរចូលទៅកាន់អាណាចក្រអមតៈគោលនបានគឺត្រូវស្ថិតនៅក្នុងកម្រិតទី7ដំណាក់កាលចុងក្រោយដូច្នេះ Valin ក៏បានសម្លឹងស្វែងរកមើលជាមួយនឹងភពមួយនៅក្នុងការវឹកហាត់របស់គេដូចគ្នានៅពេលនោះ Valin ក៏បានជួបប្រទះជាមួយនឹងភពមួយមិនចាំយូរនោះទេ Valin ក៏បានធ្វើដំណើរជាមួយសត្វរន្ទះរបស់គេធ្វើដំណើរទៅកាន់ភពនឹងភ្លាមៗតែម្ដងចំពោះភពមួយនឹងគឺវាមិនឆ្ងាយប្រមាណនោះទេចំពោះអ្នកវឹកហាត់នៅក្នុងភពមួយនឹងមានត្រឹមតែកម្រិតទី4ដំណាក់កាលចុងក្រោយតែប៉ុណ្ណោះនៅក្នុងភពមួយនឹងគឺមានជាមួយអ្នកវឹកហាត់ច្រើនគូសមដែរប៉ុន្តែអ្នកវឹកហាត់ទាំងអស់នឹងគឺវារស់នៅជាមួយនឹងប្រជាជនធម្មតានោះទេចំពោះភពមួយនឹងគឺមានឈ្មោះថាភពឈីនលីនគឺកាន់កាប់ទៅដោយគ្រួសារតកូចាងគឺមានឈ្មោះថាចាងស៊ុនហៃមិនយូរប្រមាណនោះទេ Valin ក៏បានធ្វើដំណើរមកដល់ឆ្លងកាត់ជាមួយប្រព័ន្ធភពមួយនឹង Valin ក៏បានចាប់អារម្មណ៍ផងដែរថាប្រព័ន្ធភពនៅជុំវិញនឹងវាហាក់ដូចជាខ្សោយខ្លាំងមែនទែន Valin ក៏បានទម្លុះចូលទៅកាន់ប្រព័ន្ធភពមួយនឹងចូលទៅកាន់ផ្នែកខាងក្នុងនៅពេលនោះ Valin ក៏បានចាប់អារម្មណ៍ជាមួយភ្នំមួយដែលមានឈ្មោះថាហ្វឹងយុនអធិស្ឋានទៅកាន់គ្នាយើងផងដែរគឺខ្ញុំសូមរំខានទៅកាន់គ្នាយើងតិចបើសិនជាគ្នាយើងមានចំណាប់អារម្មណ៍ចង់ចូលមើលការសម្រាយរឿងរបស់ខ្ញុំគឺអាចទៅមកខ្ញុំបានតាមរយៈ link ដែលខ្ញុំដាក់នៅក្នុង comment ចំពោះគ្នាយើងដែលនៅក្នុង TikTok គ្នាយើងអាចចូលទៅកាន់ profile របស់ខ្ញុំបាននៅពេលនោះក៏បានឃើញជាមួយ link មួយហើយនៅខាងក្រោម profile របស់ខ្ញុំហ្នឹងគេក៏បានបញ្ជាក់ផងដែរថាកំពូលភ្នំហ្វឹងយុនមួយនេះវាហាក់ដូចជាខ្ពស់ខ្លាំងមែនទែនបើសិនជាយើងសម្លឹងមើលទៅក្រោមវាហាក់ដូចជាយើងបានឃើញជាមួយពិភពលោកមួយដោយខ្សែភ្នែករបស់យើងផ្ទាល់ Valin ក៏បានរសារទៅកាន់កំពូលភ្នំមួយនេះផងដែរប៉ុន្តែនៅពេលនោះ Valin ក៏បានចាប់អារម្មណ៍ថានៅលើកំពូលភ្នំមួយនេះក៏ពោពេញទៅដោយសាកសពកំពូលភ្នំដ៏ស្រស់ស្អាតបែបនេះបែរជាពោពេញទៅដោយសាកសពទៅវិញវាពិតជាគួរឲ្យស្ដាយខ្លាំងមែនទែនកលេចទៅមើលមេគ្រូសាតកូចាងដែលមានឈ្មោះថាចាងសិនហៃនៅពេលនេះក៏បានធ្វើដំណើរមកកាន់កំពូលភ្នំហ្វឹងយុននឹងដែរចំពោះកំពូលភ្នំមួយនេះគឺបានដាក់ជាមួយសាកសពច្រើនខ្លាំងមែនទែនសម្បីតែចាងសិនហៃក៏មកទីនេះក៏ដោយសារតែគេដល់អាយុដូចគ្នាចំពោះកម្រិតវឹកហាត់របស់ចាងសិនហៃគឺស្ថិតនៅក្នុងកម្រិតទី4ដំណាក់កាលចុងក្រោយហើយគេមិនអាចបំបែកកម្រិតចូលដល់កម្រិតទី5បាននោះទេនៅក្នុងកំឡុងពេលនោះចាងសិនហៃក៏បានចាប់អារម្មណ៍អំពីវត្តមានរបស់ Valin ដូចគ្នាហេតុអ្វីបានជាមនុស្សម្នាក់នេះធ្វើដំណើរមកកាន់ទីនេះអញ្ចឹងគេក៏បានលើជាមួយពាក្យសម្ដីដែល Valin បាននិយាយកាលពីពេលមុននឹងផងដែរដោយពាក្យសម្ដីរបស់ Valin គឺពោពេញទៅដោយចំហាយធម្មពលតែម្ដងទឹកមុខរបស់ចាងសិនហៃក៏បានផ្លាស់ប្ដូរបន្តិចក៏បានអន់គ្រប់ក្មេងចំនួនក្រោយសូមគ្រប់រៀមច្បងចាងសិនហៃក៏បានចាប់អារម្មណ៍ថា Valin ហាក់ដូចជាចូលចិត្តជាមួយកំពូលភ្នំហ្វឹងយុននេះខ្លាំងមែនទែននៅពេលនោះគេក៏បាននិយាយទៅកាន់ Valin ថាបើសិនជារៀមច្បងចូលចិត្តកំពូលភ្នំមួយនេះរៀមច្បងអាចយកវាធ្វើជាកម្មសិទ្ធិរបស់រៀមច្បងបាន Valin ក៏ហាក់ដូចជាចាប់អារម្មណ៍បន្តិចបន្តួចផងដែរចំណែកចាងសិនហៃក៏បានប្រាប់ទៅកាន់ Valin បន្ថែមថាមិនត្រឹមតែកំពូលភ្នំនោះទេសូម្បីតែភពមួយនេះក៏រៀមច្បងអាចយកធ្វើជាកម្មសិទ្ធិរបស់រៀមច្បងក្នុងចិត្តរបស់ Valin នៅពេលនេះចំណៃមកដល់មាត់ទៅហើយបដិសេធក៏វាមិនកើតមានតែយល់ព្រមតែប៉ុណ្ណោះ Valin ក៏បានក្រវៀសដៃតែបន្តិចតែប៉ុណ្ណោះទីធ្លានៅលើកំពូលភ្នំមួយនេះក៏ត្រូវបានផ្លាស់ប្ដូរទាំងស្រុងសូម្បីតែចាងសិនហៃក៏ភ្ជាប់ផ្អើលផងដែរ Valin ក៏បានសម្លឹងទៅមើលចាងសិនហៃក៏បានប្រាប់ទៅកាន់គេបន្ថែមថាវាពិតជាគួរឲ្យសោកស្ដាយអាយុកាលរបស់លោកនៅពេលនេះក៏ត្រូវបានអស់ទៅហើយជាមួយនឹងសមត្ថភាពរបស់ខ្ញុំនៅពេលនេះគឺមិនអាចផ្លាស់ប្ដូរចូលវាសនារបស់លោកបាននោះទេចំណាំមិញ Valin ក៏បានប្រើប្រាស់ជាមួយចំហាយធម្មពលរបស់គេបន្តិចតែប៉ុណ្ណោះចាក់បញ្ចូលទៅកាន់ខ្លួនរបស់ចាងសិនហៃនៅពេលនោះខ្លួនរបស់ចាងសិនហៃក៏បានផ្លាស់ប្ដូរបន្តិចបន្តួចផងដែរធម្មពលរបស់គេនៅពេលនេះប្រហែលជាមានស្ថិរភាពជាងមុន Valin ក៏បានប្រាប់ទៅកាន់ចាងសិនហៃបន្ថែមពីថានេះគឺជាការពន្យាអាយុរបស់លោករយៈពេល10ឆ្នាំចាត់ទុកថានេះគឺជាកាដូដែលលោកបានបកគោលជាមួយភពមួយនេះមកឲ្យខ្ញុំនៅក្នុងចិត្តរបស់ចាងសិនហៃក៏បានគិតដូចគ្នា Valin ក៏បានពន្យាអាយុនៅពេលស្លាប់របស់គេរយៈពេល10ឆ្នាំយ៉ាងហោចណាស់ប្រកបជា Valin មានគោលបំណងអ្វីនឹងចង់បានអ្វីចេញពីរាងកាយរបស់គេនៅពេលនោះចាងសិនហៃក៏បានអន់គ្រប់អរគុណទៅកាន់ Valin ក៏បានប្រាប់ទៅកាន់ Valin បន្ថែមថាបើសិនជារៀមច្បងចង់ខ្ញុំធ្វើអ្វីខ្ញុំនឹងស្ម័គ្រចិត្តធ្វើជូនទៅកាន់រៀមច្បងឱកាសល្អរបស់ Valin ក៏បានមកដល់ទៀតហើយ Valin ក៏មិនបានក្រែងចិត្តផងដែរក៏បាននិយាយទៅកាន់គេថាដោយសារតែលោកនិយាយបែបនេះទៅហើយខ្ញុំក៏មានបេសកកម្មមួយដាក់ឲ្យលោកដូចគ្នាបើសិនជាលោកបំពេញជាមួយកិច្ចការដែលខ្ញុំបានដាក់ឲ្យនេះបានល្អនៅពេលនោះគ្រួសារតកូចារបស់លោកខ្ញុំសន្យាថានឹងមិនឲ្យដាច់ពូជនោះទេបេសកកម្មដែល Valin បានប្រាប់ទៅកាន់ចាងសិនហៃគឺជាការប្រមូលផ្ដុំជាមួយនឹងការខឹងសម្បាទាំងអស់នៅក្នុងភពមួយនេះមកឲ្យ Valin បានលើការសន្យារបស់ Valin ហើយចាងសិនហៃពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលនេះគ្រួសារតកូចារបស់គេមិនពិបាកទៀតនោះទេចាងសិនហៃក៏បានអន់គ្រប់នឹងទទួលយកបេសកកម្មដែល Valin បានដាក់ឲ្យ Valin ក៏បានបញ្ចេញជាមួយថាមពលបន្តិចនាំយករូបរាងកាយរបស់ចាងសិនហៃទៅកាន់គ្រួសាររបស់គេវិញនៅពេលនេះកម្មសិទ្ធិភពមួយនឹងក៏ត្រូវបានផ្ទេរទៅកាន់ Valin ក៏បានទាញចូលជាមួយទង់ពលឹង1000លានបង្កើតទៅជាក្បួនផងដែរនៅពេលនោះ Valin ក៏បានបញ្ចេញជាមួយថាមពលសម្លេងរបស់ Valin ក៏បានបន្លឺឡើងពីពេញភពមួយនឹងផ្ទាល់តែម្ដង Valin ក៏បានប្រកាសថានៅពេលនេះភពឈិនលីនតែមួយគឺជាភពវឹកហាត់របស់ខ្ញុំរយៈចម្ងាយ5000គីឡូម៉ែត្រចេញពីទីកន្លែងនេះមិនអនុញ្ញាតឲ្យមាននរណាម្នាក់ចូលនោះទេបើសិនជាមានអ្នកចចេះចង់រឹងរូសចូលមកកាន់ទីកន្លែងដែលខ្ញុំវឹកហាត់នៅពេលនោះខ្ញុំនឹងសម្លាប់ចោលប្រជាជននៅក្នុងភពឈិនលីនជាមួយអ្នកវឹកហាត់ទាំងអស់ក៏បានដឹងផងដែរថានៅពេលនេះភពឈិនលីនតែមួយក៏មានជាមួយនឹងម្ចាស់ថ្មីហើយកលេចទៅមើលគ្រូសាតកូចាងសិនហៃក៏បានដាក់បញ្ជាអ្នកក្រុមបង្កប់របស់គេប្រមូល
ផ្ដុំជាមួយការខឹងសម្បារនៅក្នុងភពមួយនេះកាន់តែលឿនកាន់តែល្អនៅពេលនេះឈ្មោះរបស់ចាងស៊ិនហៃមិនមែនជាអ្នកបង្ហាត់ធម្មតាទៀតនោះទេគឺត្រូវបានផ្លាស់ប្ដូរទៅហើយគឺជាអ្នកនាំសាររបស់វ៉ាងលីនក៏លេចទៅមើលវ៉ាងលីនវិញនៅពេលនេះវ៉ាងលីនក៏បានគិតដូចគ្នារយៈពេលត្រឹមតែ20ឆ្នាំទៀតតែប៉ុណ្ណោះអាណាចក្រអមតៈកូលន់នឹងត្រូវបានបើកវ៉ាងលីនក៏បានដកយកជាមួយទ្រព្យកំណត់របស់គេចេញមកនៅក្នុងនោះមានដូចជាផ្ទាំងគំនូរទន្លេភ្នំជាមួយនឹងភ្នំអមតៈរួមផ្សំជាមួយរំពាត់វាយព្រលឹងវ៉ាងលីនក៏បានចំណាយពេលស្វែងយល់អំពីទ្រព្យកំណត់ទាំងអស់នេះសូម្បីតែទ្រព្យកំណត់ទាំងគំនូរទន្លេភ្នំក៏ត្រូវបានវ៉ាងលីនជួសជុលបន្តិចបន្តួចនៅក្នុងកំឡុងពេលនោះវ៉ាលីនក៏បានចាប់អារម្មណ៍ជាមួយរំពាត់វាយព្រលឹងផងដែរថាហាក់ដូចជារំពាត់មួយនេះមានជាមួយដែនថាមពលរបស់អ្នកដែលស្ថិតនៅក្នុងជំហានទី3ហើយមូលហេតុដែលវ៉ាលីនបានដឹងថាមានជាមួយថាមពលរបស់អ្នកដែលស្ថិតនៅក្នុងជំហានទី3នៅក្នុងរំពាត់វាយព្រលឹងក៏ដោយសារតែវ៉ាលីនទើបស្វែងយល់អំពីជំហានទី3ដែលគុជអមតៈធានអ៊ីបានបញ្ចេញមកវ៉ាលីនក៏បានពិនិត្យមើលវាឲ្យម៉ត់ចត់ផងដែរវ៉ាលីនក៏បានកត់សម្គាល់បន្ថែមថានៅក្នុងរំពាត់វាយព្រលឹងមួយនេះក៏មានជាមួយតៅកម្មផលដូចគ្នានៅពេលនោះវ៉ាលីនក៏បានបញ្ចូលជាមួយតៅកម្មផលរបស់គេចូលទៅកាន់រំពាត់វាយព្រលឹងមួយហ្នឹងរយៈពេល5ឆ្នាំគឺត្រូវបានកន្លងផុតទៅវ៉ាលីននៅតែបន្តវឹកហាត់បន្ថែមទៀតយ៉ាងណាមិញពេលវេលាវាពិតជាដើរលឿនខ្លាំងមែនទែនរយៈពេល3ឆ្នាំទៀតគឺត្រូវបានកន្លងផុតទៅទៀតហើយនៅក្នុងកំឡុងពេលនេះវ៉ាលីនក៏បានកោះហៅជាមួយវត្តមានរបស់ចាងស៊ិនហៃមកផងដែរវ៉ាលីនក៏បានបកគោជាមួយនឹងផ្លែឈើបិសាចទៅកាន់ចាងស៊ិនហៃឲ្យចាងស៊ិនហៃដាំជាមួយផ្លែឈើបិសាចទាំងអស់ហ្នឹងចាងស៊ិនហៃក៏បានចូលព្រមនៅពេលដែលគេបានទៅដល់តកូវិញនៅពេលនោះចាងស៊ិនហៃក៏បានប្រាប់ទៅកាន់គ្នាឬក៏ជាអ្នកក្រមបង្គាប់របស់គេចាងស៊ិនហៃក៏បានដាក់បញ្ជាទៅកាន់មនុស្សនៅក្នុងភពទាំងអស់នេះឲ្យដាំជាមួយផ្លែឈើបិសាចទាំងអស់ហ្នឹងចំពោះរយៈពេលប្រហែលឆ្នាំមកនេះគឺគ្មានការរំខានសម្រាប់វ៉ាលីននោះទេមនុស្សដែលរំខានទៅកាន់វ៉ាលីនជាងគេគឺជាវត្តមានរបស់ស៊ីលីងកូនៅពេលនេះស៊ីលីងកូគឺបានចូលដឹងអំពីចេតនាដាវអមតៈដោយពេញលេញហើយខ្លួនរបស់គេក៏អាចប្រែកាឡាទៅជាដាវអមតៈបានផងដែរយ៉ាងណាមិញស៊ីលីងកូវាពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលនេះឱកាសសេរីភាពរបស់គេគឺបានមកដល់ទៀតហើយស៊ីលីងកូក៏បាននិយាយទៅកាន់វ៉ាលីនថាអាលីនតូចជាតែស៊ីលីងកូរបស់ឯងនៅពេលនេះគឺបានខ្លាចទៅជាពលឹងដាវអមតៈដ៏ពេញលេញហើយស៊ីលីងកូក៏បានអំបាយជាមួយក្បួនត្រែដែលវ៉ាលីនបានដាក់ទៅលើគេប្រមាណផងដែរយ៉ាងណាមិញស៊ីលីងកូនេះវាមិនអស់ចិត្តនោះទេវាចង់មានសេរីភាពក៏បានប្រាប់ទៅកាន់វ៉ាលីនថាអាលីនតូចដោះលែងជាតែរបស់ឯងទៅយ៉ាងណាមិញរយៈពេលប្រមាណឆ្នាំមកនេះវ៉ាលីនពិតជាធន់ខ្លាំងមែនទែនជ័យទៅអាស៊ីលីងកូនេះវាចង់បោះបោម្ដងហើយម្ដងទៀតអញ្ចឹងអ្នកគ្នាដល់ឃើញថាអាស៊ីលីងកូនោះវានៅតែបន្តសាំតប៉ែអញ្ចឹងវ៉ាលីនក៏បានបង្ក្រាបទៅកាន់វាផងដែរនៅពេលនោះស៊ីលីងកូក៏បានប្រាប់ទៅកាន់វ៉ាលីនថាលោកម្ចាស់ខ្ញុំធ្វើលេងសាយតែប៉ុណ្ណោះវ៉ាលីនក៏បានប្រាប់ទៅកាន់វាដូចគ្នាថាមរតកដាវអមតៈដែលឯងទទួលបាននេះក៏ដោយសារតែយើងដូចគ្នាបើមិនអញ្ចឹងនោះទេឯងក៏ជាមិនទទួលបានអ្វីទាំងអស់វ៉ាលីនក៏បានឲ្យស៊ីលីងកូចេញមកផ្លាយខាងក្រៅមកបានប្រាប់ទៅកាន់ស៊ីលីងកូបន្ថែមថាឲ្យស៊ីលីងកូដើរលេងសិនទៅនៅក្នុងចម្ងាយ5000គីឡូម៉ែត្រឯងចង់ធ្វើដំណើរទៅណាក៏បានដែរស៊ីលីងកូក៏បានគិតដូចគ្នាថាមើលទៅអាបីស្នែងម្នាក់នេះប្រកាសជាមានគោលបំណងចង់ធ្វើអ្វីមកកាន់គេហើយចំណាយរយៈពេលរាប់រយឆ្នាំនៅជាមួយគេកន្លងមកនេះគេមិនដែលអនុញ្ញាតឲ្យខ្ញុំដើរលេងម្ដងណានោះទេស៊ីលីងកូក៏បានគិតថាប្រកាសជាអាបីស្នែងម្នាក់នេះគឺមានជាមួយល្បិចអាក្រក់អីទៀតហើយអញ្ចឹងហើយគេក៏បានប្រាប់ទៅកាន់វ៉ាលីនផងដែរតែគេមិនចង់ទៅណានោះទេចំណែកស៊ីលីងកូក៏បានចូលទៅកាន់ថង់ផ្ទុករបស់វ៉ាលីនទៅពេលវេលាចេះតែកន្លងផុតទៅក៏លេចទៅមើលចាស៊ិនហៃនៅពេលនេះវាស្ទើរតែអស់អាយុរបស់គេទៅហើយគេក៏បាននិយាយជាមួយកូនប្រុសរបស់គេផងដែរថាចង់នាំកូនប្រុសរបស់គេទៅជួបជាមួយលោកម្ចាស់វ៉ាងលីនកូនប្រុសរបស់ចាស៊ិនហៃហាក់ដូចជាភ័យខ្លាចខ្លាំងមែនទែនចំណាមិញចាស៊ិនហៃក៏បានប្រាប់ទៅកាន់គេផងដែរថាឲ្យស្នងតំណែងពីឪពុកទៅខ្លាចជាអ្នកនាំសាររបស់វ៉ាលីននៅពេលនេះចាស៊ិនហៃក៏បាននាំកូនប្រុសរបស់គេមកជួបជាមួយនឹងវ៉ាលីនដូចគ្នាក៏លេចទៅមើលវ៉ាលីនវិញនៅពេលនេះក៏បានជួបជាមួយពុកកូនទៅពីរនាក់ហ្នឹងហើយវ៉ាលីនក៏បាននិយាយថាគេអាចជួយឲ្យគ្រួសារតកូចាងបំបីជូតដោះកម្រិតថ្មីមួយទៀតបានទោះបីជាណាក៏ដោយវាអាស្រ័យទៅលើទេពកោសល្យរបស់កូនប្រុសឯងតែប៉ុណ្ណោះពេលវេលាវាពិតជាដើរលឿនខ្លាំងមែនទែនវ៉ាលីនក៏បានចំណាយពេលវេលានៅលើកំពូលភ្នំមួយនេះអស់រយៈពេល10ឆ្នាំទៅហើយសល់តែរយៈពេល10ឆ្នាំទៀតតែប៉ុណ្ណោះនៅពេលនោះអាណាចក្រអមតៈផ្គរលាន់គឺត្រូវបានបើកវ៉ាលីនក៏បានគិតថានៅពេលនេះដែនធម្មពលជីវិតនៅសេចក្តីស្លាប់របស់គេគឺវិជាជូតដល់ចំណុចកំពូលទៅហើយគេចង់បំបីជូតដល់កម្រិតទី7ដំណាក់កាលចុងក្រោយពេលណាក៏បានដែរគឺវាអាស្រ័យទៅលើត្បូងថ្មអមតៈតែប៉ុណ្ណោះនៅពេលនេះវ៉ាលីនក៏បានបិទទ្វារបឹកហាត់ទៀតហើយមិនចាំយូរទៀតនោះទេវ៉ាលីនក៏បានទាញចូលជាមួយអត់ទិនស្រែអមតៈរបស់គេចេញមកនៅពេលនោះវ៉ាលីនក៏បានផឹកជាមួយស្រែអមតៈស្ទើរតែអស់ពីអត់ទិននឹងទៅហើយក្រោមជំនួយចេញពីស្រែអមតៈមួយនេះវ៉ាលីនក៏បានទម្លុះចូលដល់កម្រិតទី7ដំណាក់កាលចុងក្រោយនៅទីបំផុតវ៉ាលីនក៏អាចទម្លុះកម្រិតរបស់គេបានចំណែកផ្លែឈើបិសាចរបស់គេនៅពេលនេះក៏ត្រូវដល់ពេលប្រមូលផលផងដែរវ៉ាលីនក៏បានធ្វើដំណើរចាកចេញពីរោងភ្នំមួយនឹងចំពោះផ្លែឈើបិសាចមួយនឹងគឺរយៈពេលត្រឹមតែ10ឆ្នាំទៅ12ឆ្នាំតែប៉ុណ្ណោះអាចប្រមូលផលវាបានហើយវ៉ាលីនក៏បានគិតផងដែរដើម្បីអាចចូលទៅកាន់ទឹកដីអាណាចក្រអមតៈកូឡូនបានគឺត្រូវប្រើប្រាស់ជាមួយឆ្នាំងរន្ទះជាណាមិញនៅពេលនេះវ៉ាលីនគឺមិនទាន់មានជាមួយឡដុតរន្ទះនឹងនោះទេវ៉ាលីនក៏បានដកយកជាមួយបន្ទះថ្មដែលសិនកងហួរបានបកគោលទៅកាន់គេនៅពេលនោះវ៉ាលីនក៏បានប្រើប្រាស់ជាមួយថាមពលរបស់គេបន្តិចតែប៉ុណ្ណោះក៏បានឆែកម៉េបនៅពេលនេះវ៉ាលីនក៏បានដឹងផងដែរថាទីតាំងកន្លែងណាដែលគេត្រូវទៅទើបអាចទទួលបានជាមួយឡរន្ទះឬក៏ជាឆ្នាំងរន្ទះមួយហ្នឹងវ៉ាលីនក៏បានធ្វើដំណើរទៅកាន់ភពមួយដែលស្ថិតនៅក្បែរនេះផងដែរនៅពេលនោះវត្តមានមនុស្ស
ប្រមាណអ្នកក៏បានធ្វើដំណើរចេញមកដល់ក៏បានសួរទៅកាន់វ៉ាលីនហើយអ្វីបានជាលោកធ្វើដំណើរមកកាន់ភពដ៏តូចតាចរបស់ពួកយើងដូចនេះចំពោះមនុស្សដែលបានធ្វើដំណើរមកជួបជាមួយវ៉ាលីនគឺមានចំនួនដូចជា10នាក់ដែរអ្នកគ្នានៅក្នុងនោះមានកម្រិតទី6កម្រិតទី7ដំណាក់កាលកណ្ដាលដំណាក់កាលចុងក្រោយអញ្ចឹងទៅនៅក្នុងនោះក៏មានអ្នកដឹកនាំរបស់គេផងដែរគឺជាតាចាស់សក់សម្នាក់ដែលគេស្ថិតនៅក្នុងកម្រិតការផ្លាស់ប្ដូរយីងនៅពេលនោះវ៉ាលីនក៏បានសួរទៅកាន់តាចាស់នឹងផងដែរថានៅពេលនេះប្រសាររទះគឺបានបកគោជាមួយឆ្នាំរទះទៅកាន់គ្រួសារឯងហើយឬនៅតាចាស់នឹងក៏បានប្រាប់ទៅកាន់វ៉ាលីនដូចគ្នាថានៅពេលនេះគឺគេទទួលបានជាមួយឆ្នាំរទះនឹងឯងទោះបីជាយ៉ាងណាក៏ដោយតាចាស់នឹងក៏បានសួរទៅកាន់វ៉ាលីនថាតើហេតុអ្វីបានជាវ៉ាលីនធ្វើដំណើរមកទីកន្លែងនេះតើទីកន្លែងនេះមានអ្វីដែលវ៉ាលីនត្រូវការវ៉ាលីនក៏បានប្រាប់ទៅកាន់គាត់វិញថាអ្វីដែលខ្ញុំត្រូវការគឺជាឆ្នាំងរន្ទះតាចាស់ម្នាក់នឹងក៏បានតបទៅកាន់វ៉ាលីនផងដែរមិនចាំបាច់បន្លំខ្លួនធ្វើជាអ្នកនាំសារមកពីវិមានរន្ទះនោះទេក៏ដោយសារតែអ្នកនាំសារមកពីវិមានរន្ទះគឺត្រូវជួបជុំគ្នានៅក្នុងប្រាសាទរន្ទះទៅហើយយើងក៏បានឮមកផងដែរថាមានបុគ្គលម្នាក់គឺបានបន្លំខ្លួនធ្វើជាអ្នកនាំសារតាចាស់នឹងក៏បាននិយាយថាគឺគេមិនឲ្យនោះទេក៏លេចទៅមើលវ៉ាលីនវិញនៅពេលនេះទឹកមុខរបស់វ៉ាលីននៅតែងាប់ដដែលនិយាយទៅតាចាស់មួយនឹងរកកន្លែងងាប់ឃើញវ៉ាលីនសុំសួរបួសគឺឲ្យនោះទេលុះត្រាតែវ៉ាលីនប្រើប្រាស់7អង្សាទៅឲ្យវ៉ាលីនក៏បានបញ្ចេញជាមួយអ្នកការពារអមតៈរបស់គេមកនៅពេលនោះអ្នកការពារអមតៈក៏បានបោះការវិភាគទៅកាន់តានឹងភ្លាមៗតែម្ដងបបាក់ទៀតនឹងអាស្រ័យអញ្ជើញចង់ផឹកស្រែបដីនៅពេលនេះវ៉ាលីនលេងមកអស់ដៃហើយយ៉ាងណាមិញតានឹងគឺមិនអាចទប់ទល់ជាមួយយ៉ងរបស់វ៉ាលីនបាននោះទេនៅពេលនោះតាចាស់ក៏បានពោផ្ដុំធម្មពលជាច្រើនតែម្ដងនៅលើថ្ងៃរបស់គេក៏បានបញ្ចេញជាមួយរបស់អ្វីម្យ៉ាងហើយដូចជាភ្នែកអញ្ចឹងវ៉ាលីនពិតជាចាប់អារម្មណ៍ខ្លាំងមែនទែនចំហាយដែលបានបញ្ចេញមកនេះប្រហែលដូចជាចម្លែកតែចាស់ម្នាក់នឹងក៏បានប្រើប្រាស់ជាមួយភ្នែកទី3របស់គាត់បើការវិភាគយ៉ាងណាមិញវ៉ាលីនក៏បានប្រើប្រាស់ជាមួយពលឹងភ្នំអមតៈរបស់គេទប់ទល់យ៉ាងណាមិញពលឹងភ្នំរបស់វ៉ាលីននៅពេលនេះប្រហែលជាត្រូវបានរលាយម្ដងបន្តិចហើយចំពោះធម្មពលដែលតាចាស់បានបញ្ចេញមកនឹងវ៉ាលីនពិតជាចាប់អារម្មណ៍ខ្លាំងមែនទែនបើសិនជាតាចាស់នឹងមានជាមួយធម្មពលដើមប្រកបណាស់ប្រកបជាវ៉ាលីនត្រូវស្លាប់ដោយមិនអាចធ្វើអីទៅកាន់វ៉ាលីនបានតាចាស់ម្នាក់នឹងក៏បានបញ្ចេញជាមួយឆ្នាំងរន្ទះរបស់គាត់មកក៏បានបកគោទៅកាន់វ៉ាលីនក៏បានទទួលយកជាមួយឆ្នាំងរន្ទះមួយនឹងនៅពេលនោះវ៉ាលីនក៏បាននិយាយទៅកាន់គាត់ផងដែរថាវិជារបស់គាត់វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនយ៉ាងណាមិញវ៉ាលីនក៏បានបបួលតាចាស់ម្នាក់នឹងដោះដូរវិជាគុណជាមួយគ្នាផងដែរតាចាស់ម្នាក់នឹងក៏បាននិយាយថាឯងទៅតែប្លន់យើងហើយតែយើងអាចទុកចិត្តឯងបានដោយរបៀបណាឯងចង់ដោះដូរវិជាគុណជាមួយយើងទៀតអាចឈួតវ៉ាលីនក៏មិនបានតបតច្រើនផងដែរវ៉ាលីនក៏បានប្រើប្រាស់ជាមួយម្រាមដៃមរណៈម្រាមដៃនរករបស់គេបញ្ចេញឲ្យតានឹងមើលតានឹងក៏រៀងចាប់អារម្មណ៍បន្តិចបន្តួចផងដែរទោះបីជាចំណាក៏ដោយស្នៀតដែលវ៉ាលីនចង់ដោះដូរនេះគឺជាស្នៀតប្រចាំតកូលរបស់គាត់អញ្ចឹងគាត់ក៏បានគិតយូរបន្តិចនៅពេលនោះវ៉ាលីនក៏បានបញ្ចេញជាមួយសត្វបិសាចមកក្បាលក៏បានប្រើប្រាស់ជាមួយស្នៀតសម្រាប់អតិទេពនៅពេលនោះតាចាស់ម្នាក់នឹងក៏បានចាប់អារម្មណ៍ផងដែរវ៉ាលីនក៏បានប្រាប់ថាជាមួយស្នៀតវិជាគុណមួយនេះក៏អាចស្រូបយកជាមួយថាមពលជីវិតរបស់គូប្រកួតបានស្នៀតមួយនេះគឺខ្ញុំរៀនចេញមកពីមនុស្សម្នាក់ដែលស្ថិតក្នុងជំហានទី2កំពូលនៅទីបំផុតតាចាស់ម្នាក់នឹងក៏ព្រមដោះដូរស្នៀតវិជាគុណជាមួយនឹងវ៉ាលីនទោះបីជាយ៉ាងណាក៏ដោយវ៉ាលីនក៏បានចាប់អារម្មណ៍ផងដែរថាស្នៀតដែលគាត់បានបកគោលឲ្យមកកាន់គេនេះប្រហែលដូចជាគាត់បានផ្លាស់ប្ដូរបន្តិចបន្តួចប៉ុន្តែវាមិនមែនជាបញ្ហានោះទេក៏ដោយសារតែស្នៀតមួយនេះពិតជាមានឥទ្ធិពលខ្លាំងមែនទែនបើសិនជាវ៉ាលីនមិនបានស្វែងយល់អំពីផ្លូវចូលទៅកាន់ជំហានទី3នោះទេនៅពេលនេះប្រកាសណាស់ប្រកាសជាគេមិនបានដឹងអំពីផលប្រយោជន៍នៃស្នៀតវិជាគុណផ្នែកទី3នឹងឡើយហើយវ៉ាលីនដោះដូរជាមួយវិជាគុណផ្នែកទី3មួយនេះគឺវ៉ាលីនត្រូវបកគោលជាមួយស្នៀតចំនួន3ទៅកាន់តាចាស់ម្នាក់ហ្នឹងអ្នកគ្នាចំពោះគ្នាយើងដែលចង់ឧបត្ថម្ភខ្ញុំគ្នាយើងអាចឧបត្ថម្ភខ្ញុំបានតាមរយៈ QR ដែលខ្ញុំដាក់នៅក្នុងនឹងផ្ទាល់តែម្ដងជាចុងក្រោយជូនពរអ្នកគ្នាសុខភាពល្អប៉ុន្តែរឹងមាំបាយបាយ